ស្រស់ស្អាតខ្លាំងណាស់បងប្អូនអើយយីមែនខ្ញុំនឹកស្មានថាស្អាតដល់ថ្នាក់នេះទេបងប្អូនដូចនៅឋានសួគ៌អញ្ចឹងខ្ញុំមកទីនេះជាលើកទី2ឯងប៉ុន្តែនៅតែចង់មកទៀតជំរាបសួរពុកម៉ែបងប្អូនតាយាយទាំងអស់គ្នាតើពុកម៉ែបងប្អូនតាយាយរូបណាដែលស្គាល់ថានេះគឺជានៅកន្លែងណាដែរទៅនិយាយទៅខ្ញុំដឹងថាបងប្អូនពុកម៉ែតាយាយទាំងអស់ប្រកាសជាស្គាល់ហើយថានៅវត្តលោកតាសុតពីព្រោះវត្តលោកតាសុតល្បីខ្លាំងមែនតើអ្វីដែលសំខាន់គឺរូងលអាងនាគមួយនេះបងប្អូនទាំងអស់គ្នាប្រកាសជាស្គាល់ហើយព្រោះខ្ញុំឃើញបងប្អូនខ្មែរយើងជាច្រើនដែលចូលទៅបន់ស្រន់ចូលទៅបួងសួងតាមក្តីប្រាថ្នារៀងៗខ្លួនពីព្រោះយើងមានជំនឿរៀងៗខ្លួនអ្វីដែលសំខាន់គឺចូលទៅដល់បងប្អូនហើយទៅជាក់ស្រើបតែម្ដងបងប្អូនជាពិសេសគឺមានព្រះបិតានាគព្រះបិតានាគផងដែរនៅក្នុងនឹងអ្វីដែលបងប្អូនតែងទៅដល់មិនត្រឹមតែរូងលអាងនាគនឹងទេគឺនៅខាងលើគឺនៅខាងក្រៅបរិយាកាសខាងក្រៅវិញគឺធម្មជាតិបៃតងខៀវស្រងាត់តែម្ដងហើយគឺមានកន្លែងកំសាន្តនិងកន្លែងធ្វើបុណ្យផ្សេងៗជាច្រើនទៀតហើយមិនត្រឹមតែមានលអាងឯងមានទាំងរូបព្រះកណេសមានទាំងរូបផ្សេងៗតំណាងឲ្យយើងអាចគោរពបូជាបានផងដែរជាពិសេសរចនាបថគឺបែបខ្មែរតែម្ដងបងប្អូននិយាយមែនគឺខ្ញុំពិតជាស្រឡាញ់ខ្លាំងមែនតើអ្វីដែលមិនអាចបំភ្លេចបាននោះគឺអាស្រមរបស់លោកតាសុតគឺនៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួនដដែលមិនមានការរុះរើអ្វីនោះទេគឺនៅតែរក្សាទ្រង់ទ្រាយដើមដដែលខ្ញុំសរសើរខ្លាំងមែនតើជាពិសេសគឺវត្តកសាងថ្មីនេះគឺស្អាតខ្លាំងមែនតើនេះលទ្ធផលមិនទាន់100%ផងទំមតែកសាងឲ្យ100%មិនដឹងថាស្អាតប៉ុណ្ណាទេបងប្អូននិយាយមែនខ្ញុំមកទៅដល់នឹងម្ដងគឺខ្ញុំអារម្មណ៍ស្រស់ថ្លាខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចទៅវត្តលោកតាសុខទាំងអស់គ្នាណាបានទាំងសប្បាយហើយបានធ្វើបុណ្យជួបជុំគ្រួសារយើងបានបុណ្យទាំងអស់គ្នាផងដែរអរគុណជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ